ปัจจุบันយើងបានជំរុញនិងពន្លឿនសេវាសាធារណៈនេះតាមប្រព័ន្ធ digital ក៏ដូចជាតាមរៀបចំតាមបណ្ដាផ្សេងៗនៅលើតាប់ឡូនិងលើសេវានេះចកចេញចូលទៅមួយយើងបង្កើតអក្រុងសុកនិងបន្តមកដល់ឃុំសង្កាត់បន្ថែមទៀតផងដែរអញ្ចឹងបច្ចុប្បន្នពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនៅរដ្ឋបាលខេត្តត្បូងឃ្មុំយើងមានយន្តការផ្ដល់សេវាតាមរយៈអង្គភាពចកចេញចូលទៅមួយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនិងការិយាល័យចកចេញទៅមួយតាមដានក្រុងសុកនឹងបន្លឿនថែមទៀតនឹងអាចថាថ្ងៃក្រោយយើងអាចបន្លឿនដល់ឃុំសង្កាត់តែម្ដងហើយដែលមាននោះដែលមានការសាទរពីបងប្អូនជាពលរដ្ឋគួរឲ្យកត់សម្គាល់ដោយផ្ដល់សេវាសរុបមាន 82,287 សេវាផងដែរទទួលបានប្រហែលរំណូលជាងប្រហែលជា14 លានជាងក្នុងអង្គភាពចុចទៅមួយបងមកផ្ដល់សេវាសរុបចំនួន 12,891 សេវាទទួលបានប្រហែលជា100 លាន 8 សែនផងដែរជាមួយនេះដែរដើម្បីជំរុញការប្រើប្រាស់ផ្ដល់សេវាសាធារណៈក្នុងខេត្តត្បូងឃ្មុំដោយមានការតម្រង់ទិសពីក្រសួងមហាផ្ទៃជាពិសេសរដ្ឋបាលក្រសួងមហាផ្ទៃរដ្ឋបាលខេត្តត្បូងឃ្មុំយើងក៏ពង្រឹងយន្តការនិងផ្ដល់សេវាប្រកបដោយតម្លាភាពគុណភាពឆាប់រហ័សនិងឆ្លើយតបតម្រូវការរបស់បងអូនទទួលសេវាជាពិសេសជំរុញការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធ digital នេះតែម្ដងក្នុងនេះយើងចង់បន្ថែមថាការនេះយើងរៀបចំលើកំពុងគឺរៀបចំបន្ថែមទៀតដោយសារអគាររដ្ឋបាលត្បូងឃ្មុំការផ្ដល់សេវាចុចចេញចូលមួយនោះអគារនៅខាងក្រោយយើងកំពុងគិតគូរថ្មីតែអាចថាបដូរពីអគារក្រោយមកដាក់អគារនៅមុខដើម្បីផ្ដល់សេវាជូនគាត់ប៉ុន្តែតាមសេវានេះមួយតាមសេវាតាមបណ្ដាក្រុងស្រុកក៏ដូចជាខេត្តនេះយើងមានតារាងតម្លៃសេវាតែម្ដងតាមឧទាហរណ៍សេវានេះតម្លៃប្រមាណថ្ងៃមកយកគាត់ដាក់ច្បាស់យ៉ាងហ្មងប៉ុន្តែលើកលែងសៅរ៍អាទិត្យយើងលើកអាចខុសទៅសៅរ៍អាទិត្យតិចបើរៀលរំម៉ោងធ្វើការតែម្ដងចុះផ្ដល់សេវាជូនបងប្អូនជាពលរដ្ឋតែឥឡូវទីហោប្លង់ដីហ្នឹងគាត់ធ្វើអាហ្នឹងបើត្រូវច្បាប់អស់ហើយប្រហែលថ្ងៃមួយអាទិត្យមកយកអញ្ចឹងមកយកតែកន្លែងតែមួយហ្នឹងអត់មានទៅផ្ដល់យកកន្លែងណាផ្សេងទេនេះយើងមិនបានឲ្យមានការឡាយធ្វើបតៃអញ្ចឹងយើងបាក់តាមប្រព័ន្ធឥឡូវទៅទៀតយើងបង្កើតបន្ថែមតាមប្រព័ន្ធ digital បន្ថែមទៀតព្រោះឥឡូវយើងមានអគ្គ digital នៅក្រសួងមហាផ្ទៃស្រាប់អញ្ចឹងយើងអាចទំនាក់ទំនងទៅវិញទៅមកដើម្បីខាងអគ្គ digital អាចជួយរៀបបន្ថែមដែរដើម្បីផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋតាមប្រព័ន្ធ digital ឲ្យបានលឿនឆាប់រហ័សឲ្យទាន់ពេលវេលាដើម្បីផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យមានក្តីទុកចិត្តលើអាជ្ញាធរមូលដ្ឋាននោះផងដែរបាទសូមអរគុណបាទគ្រប់អរគុណ